Ok,យើងជួបគ្នានៅវីដេអូបន្តទីនេះគឺយើងសិក្សាទៅលើuser interface style ទាក់ទងជាមួយនឹងgraphic modeling tool អូខេអញ្ចឹងនៅក្នុង graphic modeling tool បានរបស់យើងអាច hide ឬក៏ unhide បានប្រសិនបើយើង click ទៅលើវាគឺយើង hide វាចោលនេះយើងអាច click លើវាយើងនឹងបង្ហាញមកវិញហើយនៅចំកន្លែងនេះគឺជាកន្លែងដែល show full ribbon របស់យើងដែលយើងអាចបង្ហាញ ribbon របស់យើងឲ្យពេញតែម្ដងឬយើងមិនបង្ហាញអាចបង្ហាញឲ្យ ribbon ពេញធំរបៀបនេះអូខេអញ្ចឹងខ្ញុំបង្ហាញ ribbon ឲ្យធំរបៀបនេះអញ្ចឹងយើងមើលនៅក្នុងនឹងវិញមុននឹងយើងធ្វើការវាយើងឃើញមាន tool ច្រើននៅក្នុងនឹងហើយខាងក្រៅនេះក៏មាន tool ច្រើនដែរដែលទាក់ទងជាមួយនឹងអូខេដូចជា polygon modeling polygon modeling របស់យើងនេះគឺទាក់ទងច្រើនអញ្ចឹងយើងខ្ញុំចង់ modeling ទៅលើ object របស់យើងនេះវិញអញ្ចឹងខ្ញុំអត់ប្រើ modeling នៅខាង command panel ទេខ្ញុំមកប្រើ modeling នៅលើនេះអញ្ចឹងខ្ញុំអត់ right click ដូចគ្នាខ្ញុំright click ចឹងយើងអាចយក convert to enable poly ប៉ុន្តែខ្ញុំអត់ right click ទេខ្ញុំយក polygon modeling អូខេខ្ញុំ click លើ polygon modeling យើងឃើញមានពាក្យ convert to poly អូខេយើង click លើពាក្យ convert to poly យើងនឹងឃើញមាន tool ច្រើននៅលើ ribbon របស់យើង tool ច្រើនមែននៅលើ ribbon របស់យើងហើយនៅលើ ribbon របស់យើងមាន tool polygon modeling យើងបង្ហាញនឹងហើយយើងមាន edit modeling គឺសម្រាប់ edit ទៅលើ object របស់យើងតែម្ដង edit ទាក់ទងទៅនឹង modeling របស់យើង polygon modeling របស់យើងគឺទាក់ទងទៅនឹង editable poly របស់យើងគឺមាននៅខាងលើដូចជាមាន vertex យើងមាន add យើងមាន border យើងមាន polygon ហើយយើងមាន element របស់យើងខាងលើនេះអញ្ចឹងទាំងអស់នេះគឺសម្រាប់ edit អូខេហើយអូខេអញ្ចឹងយើងឧទាហរណ៍ប្រសិនបើខ្ញុំប្រើវាជាមួយនឹង vertex ខ្ញុំ select នៅលើ vertex យើងឃើញ ribbon របស់យើងនឹងដូររូបរាងដូចគ្នាយើងមាន tool ច្រើននៅលើ ribbon របស់យើងនៅក្នុងហ្នឹងអញ្ចឹង vertex គេ vertex យើងមើលមករូបភាពរបស់យើងនេះគឺជា vertex ដែលយើងមានយើងឃើញមានពណ៌ QQ នេះនឹងហើយដែលគេហៅថាជា vertex អញ្ចឹងនៅលើ vertex យើងអាច select vertex មួយយើងអាចហើយក៏យើងមិនអាច select នៅលើ add បានទេកាលណាយើងប្រើ vertex ដូចនេះយើងយកម៉ៅមក select នៅលើ add ឬនៅលើ polygon គឺយើងអាច select បានទេឬមួយក៏យើង select នៅលើ border ក៏យើងអាច select បានដែរឬមួយក៏ element អូខេយើងមិនអាច select ទេគឺយើង select បានតែ vertex របស់យើងតែប៉ុណ្្នឹងឯងអញ្ចឹងនៅក្នុង vertex របស់យើងពេលដែលយើង select ហើយយើងនឹងមាន tool ច្រើនចេញមកយើងឃើញមាន modify selection បានន័យថាការជំនួយទៅលើ selection របស់យើង selection នៅពេលដែលយើង select ពីនេះយើងអាច select លើ vertex select យើងអាច select មួយអញ្ចឹងយើងមាន ribbon របស់យើងថ្មីគឺយើងមាន modify selection អញ្ចឹងនៅក្នុង modify selection គឺយើងមានច្រើន tool ដែលយើងអាចប្រើប្រាស់ហើយ tool ទាំងអស់ហ្នឹងគឺយើងអាចប្រើជាមួយនឹងadd របស់វាហើយយើងអាចប្រើជាមួយ border ក៏យើងអាចប្រើជាមួយនឹង polygon ឬក៏ប្រើជាមួយនឹង element ដូចគ្នាជាមួយនឹង vertex ដែរអញ្ចឹងខ្ញុំឧទាហរណ៍ជាមួយនឹង vertex ដល់ពេលណាដែលខ្ញុំ select នៅលើ vertex មួយប្រសិនបើខ្ញុំចង់ select នៅ vertex ច្រើនទៀតខ្ញុំមិនចាំបាច់ចុច control ហើយ select ទេអញ្ចឹងខ្ញុំគ្រាន់តែ select នៅលើពាក្យ grow អូខេពេលយើង select ពាក្យ grow យើងឃើញ select នៅជុំវិញ vertex ដែលយើងបាន select បន្ទាប់ពីមួយហើយយើងចុចម្ដងទៀតយើងនឹងឃើញនឹង select នៅជុំវិញអ្វីដែលយើងមានអូខេ click យើងឃើញបាននៅជុំវិញ vertex របស់យើងដែលយើងអាច select បានបន្ទាប់មកបើសិនបើយើង select វាច្រើនពេកយើងអាចដកវាចេញវិញដោយសារយើងប្រើ screen អូខេ screen នេះយើងអាច click screen យើងត្រឡប់មកវិញ screen ដោយសារមួយវិញអូខេចំណែកឯ loop ហើយនឹង ring ដែលយើងអាចប្រើដូចគ្នា loop គឺយើងប្រើ select ទៅលើ horizontal និង vertical របស់ loop យើងអាចប្រើវានឹងកាលណាយើង
select នៅលើណាមួយឧទាហរណ៍យើង select នៅលើ vertex នេះមួយយើងប្រើ loop យើងឃើញថាយើង select នៅលើ vertical ហើយនឹង select នៅលើ horizontal មួយជុំរបស់ចុចតែម្ដង screen អូខេចំណែក ring ដូចគ្នាដែរយើងអាចប្រើ ring អូខេយើងអាចប្រើ ring ទាក់ទងជាមួយនឹង add ដែលយើងអាចប្រើបានឧទាហរណ៍យើងអាចប្រើ add យើងយក add មកប្រើគឺយើងពណ៌សមួយកំណាត់នេះយើងហៅថាជា add អញ្ចឹងនេះគឺជា add របស់យើងនេះគឺជា add យើងមិនអាច select លើ face បានទេភាសា face គឺជា polygon អញ្ចឹងយើង select នៅលើ add របស់យើងប្រសិនបើយើងប្រើ ring អូខេយើង click នៅលើ ring យើងឃើញយើង select លើ add មកជុំទៅតាម horizontal បានអូខេអញ្ចឹងយើងចុច screen យើងត្រឡប់មកវិញយើងអាច select ម្ដងទៀតបើសិនជាយើងចុច loop យើងឃើញថាយើង select វានៅលើ vertical នៅលើ add vertical របស់យើងអូខេចំណែកម្យ៉ាងទៀតប្រសិនបើយើងប្រើជាមួយនឹងloop ring អូខេយើងអាច click លើ loop ring បានយើង select អូខេយើងអាច select លើវាឬយើងអាចប្រើជាមួយនឹងscroll សាកមើលអូខេយើងអាច scroll បានច្រើនអញ្ចឹងយើង swing មកវិញអត់ swing អូខេខ្ញុំអាច select ម្ដងទៀតនៅលើនេះអូខេយើងអាច scroll យើងអាច select នៅលើ vertical ក៏បាន horizontal ក៏បានពេលយើង click លើ horizontal យើងឃើញវា select មួយជុំ vertical យើង select បានដូចនេះអូខេអញ្ចឹងយើងអាចដោះវាចេញអូខេយើង select ដល់ទៀតប៉ុន្តែយើងមានមួយទៀតគឺទាក់ទងជាមួយនឹងdot loop អូខេគឺ dot loop នៅពេលណាយើងប្រើ dot loop គឺយើង select នៅលើ add រំលងម្ដងមួយទាក់ទងនឹង dot loop អូខេអញ្ចឹងហើយបន្តមកទៀតយើងមាន edit របស់យើង edit របស់យើងគឺទាក់ទងជាមួយនឹងការ edit ជាមួយនឹងobject របស់យើងដែលទាក់ទងជាមួយនឹង editable poly របស់យើងនេះឯងអូខេចំណែកនៅក្នុង add របស់យើងវិញអូខេចំណែកនៅក្នុង add tool របស់យើងវិញគឺមានការកែប្រែទៅតាមអ្វីដែលយើងបានប្រើប្រាស់ឧទាហរណ៍យើងប្រើជាមួយនឹង add ពេលយើងប្រើជាមួយនឹង add យើងឃើញមាន extrude យើងឃើញមាន create យើងឃើញមាន split ជាច្រើនប៉ុន្តែប្រសិនបើយើងប្រើជាមួយនឹង vertex យើងឃើញថាវាដូរណាវាមាន val ប៉ុន្តែនៅក្នុងមិនយើងអត់មាន val ទេហើយ break យើងចាប់បានមាន break អូខេអញ្ចឹងវាដូរទៅតាម data របស់វាដូរទៅតាមការប្រើរបស់យើងជាមួយនឹងពួកនេះពួក editable poly អូខេពេលយើង select លើវាយើងឃើញទៅជា polygon យើងអាចមើល polygon របស់យើងជាមាន edit ជាមាន bevel ជាមាន insert ជាមាន outline អញ្ចឹងប៉ុន្តែចំណែក tool 3 នៅខាងចុងវិញ tool 3 នៅខាងចុងគឺមាន high selection មាន high unselect មាន unhigh all នេះគឺមិនដូរទេ data ទាំងអស់ហ្នឹងទោះបីជាយើងប្រើប្រាស់ tool ផ្សេងគ្នាយ៉ាងណាក៏ដោយក៏វាអត់ដូរដែរទាំង3 align ហើយនឹង property នេះគឺវាអត់ដូរទេអូខេអញ្ចឹងវីដេអូនេះយើងបញ្ចប់ចំណឹងហើយជួបគ្នានៅវីដេអូក្រោយមួយទៀត